មន្ត្រីថាថៃប្រើល្បិចខូចបើកច្រកទ្វារព្រំដែនជាប់ខេត្តបាត់ដំបងប៉ុន្តែបិទមិនឲ្យឆ្លងកាត់ធម្មតាដើម្បីថតរូបផ្សព្វផ្សាយបំភាន់បើតាមមន្ត្រីស្នាក់ការច្រកឲ្យដឹងថានៅម៉ោង 8 ព្រឹកថ្ងៃទី 26 ខែមិថុនានេះភាគីថៃបានបើកច្រកទ្វារព្រំដែនក្នុងភូមិសាស្ត្រខេត្តបាត់ដំបងដែលឯកតោភាគីប៉ុន្តែហាមឃាត់មិនឲ្យឆ្លងកាត់ធម្មតានោះទេលើកលែងតែពលករខ្មែរត្រឡប់ពីប្រទេសថៃវិលចូលកម្ពុជាវិញការបើកច្រកទ្វារតែមិនឲ្យឆ្លងកាត់នេះគឺជាល្បិចដើម្បីឲ្យអ្នកសារព័ត៌មានថៃផ្សព្វផ្សាយបំភាន់ដើម្បីចោទប្រកាន់ថាកម្ពុជាអ្នកបិទចំណែកឯខាងថៃអ្នកបើកច្រកទ្វារទៅវិញលោកខុងយ៉ាត់លួងប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិដងស្រុកកំរៀងខេត្តបាត់ដំបងបានបន្ថែមឲ្យដឹងថានៅព្រឹកថ្ងៃទី 26 ខែមិថុនាឆ្នាំ 2025 នេះភាគីថៃបានបើកច្រកទ្វារធំរបស់ខ្លួនចំហទាំងអស់ដល់ឯកតោភាគីប៉ុន្តែមិនឲ្យដំណើរការចេញចូលនោះទេគឺអនុញ្ញាតបានត្រឹមតែពលករត្រឡប់ចូលកម្ពុជាវិញអ្នកជំងឺនិងកុមារជាសិស្សសាលាប៉ុណ្ណោះលោកថាការបើកច្រកទ្វារចំហប៉ុន្តែមិនឲ្យដំណើរការប្រក្រតីធម្មតាឡើងវិញនេះគឺជាល្បិចដើម្បីថតផ្សព្វផ្សាយចោទប្រកាន់មកលើកម្ពុជាថាជាអ្នកបិទចំណែកខ្លួនជាអ្នកបើកច្រកព្រឹកមិញហ្នឹងខាងភាគីថៃគាត់បានបើកទ្វារវិញនៅម៉ោង 8ប៉ុន្តែពេលយើងសួរគាត់ថាបើកទ្វារតាមបទបញ្ជាប៉ុន្តែមិនអនុញ្ញាតឲ្យមានចរាចរណ៍ឆ្លងអញ្ចឹងវាស្មើដែរប៉ុន្តែបើករូបភាពចំហចោលដើម្បីឲ្យអ្នកសារព័ត៌មានផ្សព្វផ្សាយដើម្បីថាចោលប្រកាន់ថាខាងយើងអ្នកបាត់ខាងថៃបើកប៉ុន្តែជាក់ស្ដែងគឺខាងថៃមិនអនុញ្ញាតឲ្យឆ្លងកាត់ទេប៉ុន្តែវាបើកទ្វារចំហយើងលេងល្បិចខូចហ្នឹងបើតាមមន្ត្រីស្នាក់ការផ្សេងទៀតក្នុងភូមិសាស្ត្រខេត្តបាត់ដំបងឲ្យដឹងថាថៃបានប្រើរូបភាពខាងលើនេះអនុវត្តដូចគ្នាទៅច្រកទ្វារព្រំដែនថៃឈោមគ្នានឹងច្រកអន្តរជាតិភ្នំដីស្រុកសំពៅលូននិងច្រកឈោមគ្នានឹងច្រកទ្វារតំបន់ព្រំដែនអូរំដួលនិងច្រកទ្វារថៃឈោមគ្នាច្រកទ្វារតំបន់អូអន្លក់របស់កម្ពុជាគឺភាគីថៃបើកទ្វារច្រករបស់ខ្លួនទាំងអស់ដូចគ្នាដែលនាម៉ោង 8 ព្រឹកថ្ងៃទី 26 ខែមិថុនាឆ្នាំ 2025 នេះលោកសឿប៊ុនរិទ្ធអភិបាលរងខេត្តនិងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានដឹងថាព្រឹកថ្ងៃទី 26 ខែមិថុនាឆ្នាំ 2025 ខាងថៃប្រើល្បិចកលដូចគ្នាតាមបណ្ដាច្រកព្រំដែនឈោមនិងបាត់ដំបងគឺគ្រាន់តែបើកច្រកទ្វារព្រំដែនដើម្បីថតផ្សាយថាថៃជាអ្នកបើកច្រកចោទកម្ពុជាថាជាអ្នកបិទប៉ុន្តែធៀបពិតថៃបើកច្រកតែមិនឲ្យចេញចូលធម្មតានោះទេចំណែកជំហររាជរដ្ឋាភិបាលកម្ពុជាដាច់ខាតមិនអាចធ្វើដូចថៃបិទបើកតាមចិត្តខ្លួននឹកឃើញនោះទេជំហរកម្ពុជាបិទគឺបិទហើយលើកលែងតែពលករត្រឡប់មកស្រុកវិញអ្នកជំងឺឈឺធ្ងន់និងសិស្សសាលាឆ្លងកាត់ទៅវិញទៅមកប៉ុណ្ណោះខាងថៃនឹងវាល្បិចកលវាដូចតែគ្នានឹងឯងវាគ្រាន់តែជាបើកអញ្ចឹងវាថតរូបភាពថាវាបើកប៉ុន្តែអ្វីវាអត់ឲ្យចេញចូលទេអានឹងវារូបភាពដូចគ្នាអញ្ចឹងវាស្តង់ដារតែគ្នាវាតែមួយហ្នឹងវាក្លុកយើងតាមព្រំដែនស្រាច់ចិត្តប៉ុន្តែខាងកម្ពុជាយើងជំហរយើងគឺរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ឆ្លុះវៃនិងស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដាច់ខាតគឺយើងអត់អាចទៅធ្វើទៅតាមចិត្តថៃបើកបិទដូច7ពេកទេបើតែជំហររបស់កម្ពុជាយើងគឺបើវាបិទចឹងគឺជាស្ថាពរយើងអត់មានឲ្យចេញទេស្អីក៏អត់ឲ្យចេញលើកលែងតែពលករយើងត្រឡប់មកសូមបញ្ជាក់ថាកាលពីថ្ងៃទី 25 ខែមិថុនាឆ្នាំ 2025 ភាគីថៃបានបើកច្រកទ្វារព្រំដែនក្នុងខេត្តឧត្តរមានជ័យប៉ុន្តែមិនឲ្យឆ្លងកាត់គ្រាន់តែបើកដើម្បីថតរូបផ្សព្វផ្សាយបំភាន់ថាខ្លួនជាអ្នកបើកនិងចោទកម្ពុជាជាអ្នកបិទច្រកទ្វារទៅវិញឯកឧត្តមអភិសន្តិបណ្ឌិតសសុខាបានសរសេរលើគណនី Facebook ផ្លូវការរបស់ឯកឧត្តមកាលពីថ្ងៃទី 25 ខែមិថុនាឆ្នាំ 2025 ថាសូមសាធារណជនជួយពិចារណាបើកតែទ្វារច្រកតែមិនឲ្យមនុស្សឆ្លងកាត់ជាសាធារណៈតើនេះជាអរិយាប័ត្រអ្វីទង្វើបែបនេះវាកាន់តែជាកំណត់ត្រាបញ្ចូលក្នុងសំណុំរឿងថ្កោលទោសនិងដាក់បន្ទុកផ្លូវច្បាប់លើថៃទៅវិញទេបើថៃមានសុចរិតភាពនិងបើកច្រកទាំងអស់ជាផ្លូវការមែននោះថៃត្រូវចេញលិខិតប្រកាសបើកជាចំហនិងថ្លែងជាសាធារណៈដល់ភាគីកម្ពុជានិងពិភពលោកឲ្យដឹងថាខ្លួនព្រមបើកច្រកដំណើរការចូលដូចដើមទាំងស្រុងឡើងវិញដែលថៃបានបិទដោយឯកឯងកន្លងទៅកុំបើកចំហតែទ្វារដើម្បីបង្ហាញរូបភាព
តែបិទមិនឲ្យមានការចេញចូលជាទូទៅនោះនេះហៅថាបើកតែបិទក្នុងឧបាយកលពឹសពលស្មានតែពិភពលោកមិនស្គាល់ចរិតខ្លួន